បើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្វែងរករថយន្តអគ្គិសនីមួយដែលមានទំហំធំទូលាយបច្ចេកវិទ្យាទំនើបផ្ដល់ទាំងផាសុកភាពដល់ក្រុមគ្រួសារផងដែរ Limotor C10 មួយគ្រឿងនេះនឹងផ្ដល់ចម្លើយជូនពុកម៉ែបងប្អូនទាំងអស់គ្នាក្រោយនេះគឺជារថយន្ត Limotor C10 version Global Spec ហើយថ្ងៃនេះផងដែរខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមកពិនិត្យមើលលម្អិតពីរថយន្ត Limotor C10 មួយគ្រឿងនេះថាមានរចនាបថបែបណាលម្អិតបែបណានិង Premium បែបណាខ្លះ Limotor C10 នេះគឺការ design មកបែបអនាគតសំបីតែចង្កៀងការ design ខាងមុខដែលគេហៅថា Dynamic Light និងចង្កៀងគុជបំភ្លឺផ្លូវនាពេលយប់និងចង្កៀងគុជគេហៅថា Fog Light សម្រាប់កាត់អាប់ពេលដែលបើកបរនៅពេលដែលមេចុះអាប់កំពុងឡើងភ្នំឬក៏មេកំពុងដែលធ្លាក់ភ្លៀងខ្លាំងហើយការរចនារបស់ Limotor C10 គឺបែបអនាគតតែម្ដងខ្ញុំចាប់អារម្មណ៍តាំងពីដំបូងមកម្លេះតែឥឡូវយើងចូលមកដល់យ៉ានម្ដងសម្រាប់យ៉ាន Limotor C10 នេះផងដែរគឺជាប្រភេទយ៉ាន Alloy Wheel ខនាត20 អ៊ីងខនាតសបក245 និង R20 សបកមួយនេះគឺជាប្រភេទសបក Sport ហើយយ៉ាន Design Alloy Wheel បែបនេះគឺជួយទប់លំនឹងដល់រថយន្តនៅពេលដែលបើកបរផ្លូវកោងហើយនឹងលបឿនលឿនហើយយ៉ានធំអាចជួយលើកសម្រស់រថយន្តកាន់តែស្រស់ស្អាតផងដែរចូលមកដល់ផ្នែកខាងក្រោយនៃរថយន្តម្ដងសម្រាប់ការ design ផ្នែកខាងក្រោយនៅផ្នែកកណ្ដាលនេះគឺគេ design មកជា brand របស់ក្រុមហ៊ុនតែម្ដងគឺ Limotor ហើយការ design ចង្កៀងគឺបែប light bar កាត់ទទឹងរថយន្តគឺភ្លឺពីឆ្វេងដល់ស្ដាំតែម្ដងផ្នែកខាងក្រោមក៏មាន sensor ចំនួន4គ្រាប់ផងដែរសម្រាប់ផ្ដល់សញ្ញានៅពេលដែលយើងថយក្រោយថយចូលទីចង្អៀតឬក៏មានមនុស្សនៅខាងក្រោយរថយន្តគឺវាលូតសញ្ញាចូលទៅប្រាប់យើងនៅខាងក្នុងរថយន្តតែម្ដងសម្រាប់ឃ្លុបខាងក្រោយគឺជាប្រភេទឃ្លុបអូតូដែលយើងអាចប្រើភាសា voice command អាចបញ្ជាជាសំឡេងក៏បានដែរពីក្នុងរថយន្តមកផ្នែកខាងក្រោយនេះគឺអាចផ្ទុកចំណុះបានរហូតដល់425លីត្រដែលអាចដាក់វ៉ាលី Sire បានហើយសម្រាប់ផ្នែកនេះវិញក៏មានឃ្លុបដាក់អីវ៉ាន់ផងដែរដែលយើងអាចដាក់ accessory រថយន្តឬក៏ដាក់អីវ៉ាន់ផ្សេងៗដែលមានភាពតូចយើងអត់ចង់ចំណាយ space ដាក់ផ្នែកខាងលើគឺយើងអាចដាក់នៅខាងក្រោមនេះបានក៏មានវីដេអូសម្រាប់បិទចិត្តកុំឲ្យធំក្លិនអាហារចូលទៅផ្នែកក្នុងកាប៊ីនរថយន្តកន្លែងមកមើលផ្នែកខាងក្នុងវិញគឺទទួលបានអារម្មណ៍មួយដែលមានអារម្មណ៍ថា comfort ផាសុកភាពខ្លាំងមែនទែនហើយមួយទៀតជាពិសេសគឺស្ងប់ស្ងាត់ដោយសារតែរថយន្តនេះគឺប្រើកញ្ចក់ក្រាស់ស្មើនឹងកញ្ចក់ពីរជាន់ដែរប៉ុន្តែគេប្រើតែមួយជាន់ទេហើយសម្រាប់ពណ៌ខាងក្នុងគឺ design មកបែប clean ស្អាតមើលទៅសាមញ្ញធម្មតាទេប៉ុន្តែប្រៀបធៀបបានជាមួយនឹងរថយន្តដែលមានកម្រិតខ្ពស់កៅអីមានផាសុកភាពកន្លែងអង្គុយខាងក្រោយមានភាពធំទូលាយសម្រាប់អ្នកដំណើរក្នុងរថយន្តក៏មាន A-beam light រហូតដល់64ពណ៌អាចបដូរបានច្រើនពណ៌បន្ថែមទៀតសម្រាប់អ្នកបើកបរពេលយប់ហើយអាចស្ដាប់បទចម្រៀង chill វិញក៏បានដែរ Limotor C10 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបជាច្រើនដែលជំនួយដល់ការបើកបរផងដែរអេក្រង់កំសាន្ត touch screen ទំហំ 14.6 អ៊ីងកម្រិតច្បាស់ 2.5K HD ប្រព័ន្ធបញ្ជាដោយសំឡេង Open Window កាមេរ៉ា360ដឺក្រេនិងមុខងារឆ្លាតវៃជាច្រើនដែលធ្វើឲ្យការបើកបរប្រចាំថ្ងៃកាន់តែងាយស្រួលនិងមានផាសុកភាពចំណុចដែលធ្វើឲ្យ C10 ក្លាយទៅជារថយន្តអគ្គិសនីលក្ខណៈគ្រួសារដ៏គួរឲ្យទុកចិត្តគឺជាប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនមុខដូចជា Adaptive Cruise Control Lane Keeping Assist Blind Spot Detection Automatic Emergency Braking Rear Cross Traffic Alert និងកាមេរ៉ា360ប្រព័ន្ធទាំងនេះជួយកាត់បន្ថយហានិភ័យនិងបង្កើនទំនុកចិត្តក្នុងពេលបើកបរនៅពេលដែលបានបើកបរ C10 បានផ្ដល់អារម្មណ៍មួយមានអារម្មណ៍ថា comfort ខ្លាំងមែនទែនព្យាយាមកាត់សំឡេងពីខាងក្រៅដែលចូលមកខាងក្នុងពី 100% ដល់សល់តែត្រឡប់ 10 ទៅ 15% តែប៉ុណ្ណោះហើយកម្លាំង motor បានឆ្លើយតបយ៉ាងលឿននៅពេលដែលយើងផ្លាស់ប្ដូរ option ក្នុងការបើកបរដូចជា Sport Comfort មានអារម្មណ៍ថា smooth មែនទែននៅពេលដែលបើកបរទៅណាឆ្ងាយម្ដងមកដល់ផ្នែកខាងក្រោយគឺងាយស្រួលមែនតើសម្រាប់អ្នកដែលមានសមាជិកគ្រួសារច្រើននិងមានចាស់ព្រោះអីមានភាពធំទូលាយមែនតើអាចអង្គុយទៅជើងបានយ៉ាងស្រួលដែលអត់មានភាពចង្អៀតហើយបើសិនជាខាងក្រោយយើងអង្គុយតែ2នាក់យើងអាចតម្លាក់ armrest នេះមកបានហើយបើសិនជាមានសមាជិក4នាក់ឬក៏5នាក់យើងអាចបិទ armrest នេះមកបានហើយអង្គុយបានសម្រាប់5នាក់គឺស៊ីផុយផ្នែកខាងក្រោយគឺទទួលបានជាមួយនឹងម៉ាស៊ីនត្រជាក់អាចបិទបើកបានចំនួន2រុនសាកទូរស័ព្ទ Type C ហើយនិង USB ផងដែរបន្ទាប់ពីបានសាកល្បងជាមួយនឹងរថយន្ត Limotor C10 នេះហើយពិតជារថយន្ត SUV ដែលមានភាព luxury សន្សំសំចៃមានទាំងផាសុកភាពនិងសុវត្ថិភាពមួយកញ្ចប់តែម្ដងបើសិនជាលោកអ្នកកំពុងតែស្វែងរករថយន្តមួយដែលប្រើប្រាស់ជុំគ្រួសារទាំងធ្វើការក្នុងទីក្រុងទាំងបើកបរផ្លូវឆ្ងាយទៅតាមបណ្ដាខេត្តមានតែរថយន្ត Limotor C10 នេះប៉ុណ្ណោះដែលស័ក្តិសមសម្រាប់លោកអ្នក